កច្ឆនទានវេនៃព្រះពុទ្ធសាសនាគឺជាឧត្តមបុណ្យរបស់ពុទ្ធបរិស័ទពាក្យថាកកច្ឆិនគឺជាភាសាបាលីសំដៅយកគ្រាប់ក្តារដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរសំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថាវរសំពត់កច្ឆិនបុណ្យកច្ឆិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សាបុណ្យកច្ឆិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ពុំមានទំនេរវត្តណាមួយត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញក្បួនកច្ឆិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងខ្លួនចាប់ពីថ្ងៃ1រោចខែអស្សុជដល់ថ្ងៃទី15កើតខែកត្តិកហើយបើទីអារាមណាមួយមិនមានកច្ឆិនណាមួយហែចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកច្ឆិនជើងវត្តដែរពិធីហែអង្គកច្ឆិនទៅកាន់ទីអារាមនីមួយគេរៀបចំធ្វើឡើងយ៉ាងអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែងអ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកច្ឆិនមានត្រៃចីវរសង្ឃាដែលស្បង់ព្រំដោយទេឲ្យទានផ្សេងទៀតដូចជាបាត់ចានស្រៈកំបិតចេះមជុលថងយាមឆាត់ជាដើមសពគ្រប់អស់ហើយគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុកបើកច្ឆិននោះដង្ហែទៅវត្តឆ្ងាយគេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសម្ដៅទៅវត្តនោះបើវត្តនៅតាមដងទន្លេគេជិះទូកឬកប៉ាល់ការខ្ញុំនៅកុមារភាពរុកយើងពុំទាន់មានការរីកចម្រើនខាងផ្លូវគមនាគមន៍នៅឡើយយានយន្តទៀតសោតក៏ពុំសូវមានខ្ញុំច្រើនឃើញពុទ្ធបរិស័ទហែអង្គកច្ឆិនទៅកាន់ទីវត្តឆ្ងាយដោយប្រើដំរីជាយានជំនិះក្នុងពិធីហែអង្គកច្ឆិនដោយដំរីនេះមើលទៅគួរឲ្យសប្បាយរីករាយខ្លាំងណាស់មានដំរីជាច្រើនរហូតដល់20ទៅ30ដំរីដើរដង្ហែជាជួរដំរីនីមួយគេតុបតែងរចនាដូចជាដំរីព្រះឥន្ទ្រឈុតពីស្ថានសួគ៌នៅលើក្នុងដំរីគេចង់រយាងរំលេចដោយភ្ញីផ្កាក្បាច់ក្បូររចនាភ្លឺចិញ្ចាំងចិញ្ចែងមនុស្សម្នាប្រុសស្រីក្មេងចាស់តែងខ្លួនលាបំសៅសិតសក់ស្លៀកសំពត់អាវថ្មីបាំងខ្លោះចម្រុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេកក្នុងការហែនេះគេមានប្រគំភ្លេងតូឲ្យតន្ត្រីយ៉ាងពីរោះហើយជាពិសេសគឺជាក្រុមភ្លេងឆាយាមដែលធ្វើឲ្យបរិយាកាសរឹតតែក្រឹកក្រែងរស់រវើកសប្បាយក្រៃលែងលុះទៅដល់វត្តគេមិនទាន់យកអង្គកច្ឆិននេះចូលទៅក្នុងព្រះវិហារភ្លាមទេគេតម្កល់អង្គកច្ឆិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេចគេនិមន្តព្រះសង្ឃឆាន់ពេលថ្ងៃត្រង់បន្ទាប់ពីនោះពុទ្ធបរិស័ទជើងវត្តមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកច្ឆិនចូលមកកាន់វត្តរបស់ខ្លួនយ៉ាងអឹកអធឹកកក់ក្ដៅរាក់ទាក់រីករាយជាពន់ពេកលុះរសៀលជ្រេទៀបបណ្ឌិតគេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួន3ជុំទើបនាំគ្នាចូលក្នុងវិហារចៅអធិការវត្តបានចាត់ឲ្យភិក្ខុមួយអង្គជាអ្នកក្រុងអង្គកច្ឆិននោះពុទ្ធបរិស័ទចាប់ផ្ដើមមកកាត់វិបង្គំព្រះហើយវេអង្គកច្ឆិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យអត្ថន័យនៃបុណ្យកច្ឆិនតាមអត្ថកថាសំដៅយកព្រះពុទ្ធដីកាដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកច្ឆិនគឺការប្រជុំរួមនៅរូបធម៌និងនាមធម៌ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ1រស់បានដោយកម្រសំដូចវិកហថាថតកិច្ឆេនជីវតេតកខេណូប្រែថាសភាវៈឯណារស់បានដោយកម្រិតសភាវៈនោះហៅថាកច្ឆិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹងដែលបុគ្គលកាត់ចាក់ចេញពីដើមហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់រស់នៅបានដោយកម្រិតយ៉ាងណាឯកិច្ចដែលនឹងកើតឡើងឬតាំងឡើងជាកច្ឆិនពេញទីគឺបានដោយកម្រិតពន់ពេកណាស់ក៏យ៉ាងនោះដែរ2ពោលសរសើរព្រោះជ័យវរទានដែលយើងកសាងជាកច្ឆិននោះជាទានវិសេសជាងទានដទៃដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួមឬក៏សង្គ្រោះនៅអានិសង្ស5យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឲ្យទៅគ្រងនៅទីផ្ទៃបានសំដូចវិកហថាបញ្ចអានិសំសេអញ្ញត្តគុន្តុមអត្វាកថិតសង្កនហាទេពប្រែថាធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនៅអានិសង្សទាំង5យ៉ាងមិនឲ្យទៅក្នុងទីផ្ទៃបានធម្មជាតិនោះឈ្មោះថាកច្ឆិនកច្ឆិននេះអាចឲ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺទីយុគឬទីយិកាគឺជាអ្នកឲ្យជននោះរមែងទទួលអានិសង្សច្រើនទទួលផលច្រើនក្នុងអនាគតកាលមានការទទួលនៅសម្បត្តិក្នុងឋានទេវលោកជាដើម
បដិគាហកភិក្ខុឬបុគ្គលឬសង្ឃជាអ្នកទទួលក្រៅក្រងនិងអនុមោទនីកឈិនត្រូវបានសម្រេចនៅអានិសង្ស5យ៉ាងពេញលេញគ្រប់គ្រាន់ដរាបដល់រយៈកាលនៃកឋិនខែកពិធីដែលទីយកទីយិកានាំយកសម្ពុតកឋិនទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់មួយត្រីមាស3ខែក្នុងអាវាសវត្តណាមួយនិងនៅពេលណាមួយក្នុងកំណត់29ថ្ងៃចាប់ពីថ្ងៃ1រោចខែអសុចរហូតដល់ថ្ងៃ15កើតពេញ4មីខែតិចឲ្យលោកក្រៅក្រុងមានឈ្មោះថាបុណ្យកឋិនឬកឋិនទាន